ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងខានចេញវីដេអូជូនពុកម៉ែបងប្អូនទាំងអស់គ្នារយៈពេល2ថ្ងៃហើយឥឡូវនេះក៏យើងមកថតសកម្មភាពនៅក្នុងឃ្លាំងតិចចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាទហើយរយៈពេល2ថ្ងៃនេះដែរគឺមានរថយន្តពុកម៉ែបងប្អូនគាត់មកច្រើនមកទទួលសេវាកម្មតោនឹងបាញ់ថ្នាំពុកម៉ែបងប្អូនទាំងអស់គ្នាបាទកុំឲ្យខាតពេលយូរឥឡូវនេះយើងមកមើលសកម្មភាពជាងក្នុងឃ្លាំងតិចមកដែលគាត់ធ្វើការខាត់ឡានហើយចំពោះឡានមួយគឺយើងមានជាងសម្រាប់រៀបចំឲ្យធ្វើឡានរបស់អតិថិជនណាពុកម៉ែបងប្អូនដោយក្នុងរូបនេះជាដើមអញ្ចឹងឡានគឺជាទូទៅគឺបើមានឡានច្រើនគឺយើងដាក់ជាងម្នាក់ឲ្យធ្វើឡានមួយអញ្ចឹងណាពុកម៉ែបងប្អូនប៉ុន្តែបើឡានរៀងតិចអញ្ចឹងគឺខាងបងប្អូននឹងរៀបចំជាង 2-3 នាក់ដើម្បីឲ្យគាត់ធ្វើឡានពុកម៉ែបងប្អូនបានកាន់តែលឿនណាពុកម៉ែបងប្អូនអូខេអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះដែរគឺជាប្រភេទឡាន570ដែលអតិថិជនគាត់មានបញ្ហាតាគៀកខាងឆ្វេងពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះឡាននេះដែរគឺយើងធ្វើការតោនរួចរាល់ហើយឥឡូវយើងមកមើលសកម្មភាពជាងនៃគាត់ធ្វើការបាញ់ថ្នាំរួចរាល់បន្តិចមកបន្ទាប់ពីយើងធ្វើការបាញ់ថ្នាំរួចរាល់គឺយើងធ្វើការយកឡានចេញក្រៅដើម្បីរៀបចំប៉ូលីប៉ុន្តែសកម្មភាពនេះគឺយើងធ្វើការប៉ូលីរួចរាល់ហើយតែយើងអាចបានថតចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាទឥឡូវវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតអូខេបាយបាយធ្វើជាមនុស្សគឺលុយហត់បែបនេះហើយតាមសម្រួលទៅហើយខំប្រឹងធ្វើការចាំណាហើយខំប្រឹងធ្វើការដូចជាអ្នកដទៃប្រាក់កម្រៃឯងក៏ដូចជាអ្នកដទៃដែរបើលុយហត់ជាងអ្នកដទៃកម្រៃឯងនឹងច្រើនជាងអ្នកដទៃដូចគ្នាដែរនឹងហើយនេះមិនមែនខ្ញុំលំបាកតែវាក៏ជាជីវិតរបស់ខ្ញុំមិនមែនជីវិតណាដៃជើងទាំងពីររបស់ខ្ញុំប្រើរកលុយមិនអាចគិតតែសុំណានោះទេសម្រាប់ខ្ញុំហៅថាភាពអត់ធន់នឹងភាពឈឺចាប់អត់ធន់នឹងបញ្ហាអត់ធន់គ្រប់យ៉ាងដែលមិនបានដូចចិត្តខ្ញុំបើសិនគេឲ្យខ្ញុំរៀនគេប្រើខ្ញុំសប្បាយចិត្តនឹងឲ្យគេប្រើមែនទេពីព្រោះខ្ញុំមានតម្លៃឲ្យគេប្រើបើសិនជាគេមិនប្រើយើងទេសូម្បីតែតម្លៃជាមនុស្សក៏យើងអត់មានដែរអញ្ចឹងកុំខ្វល់ថាការងារនឹងជាការងារតូចតាចឬក៏ការងារនឹងជាការងារបានប្រាក់ខែតិចឡើងលើភ្នំពិបាកចុះពីលើភ្នំស្រួលនេះគឺជាការយល់ឃើញរបស់ចាស់ប៉ុន្តែខ្ញុំយល់ថាឡើងភ្នំប្រឹងកម្លាំងចុះពីលើភ្នំប្រឹងស្មារតីឲ្យតែអាចឡើងបានចុះបានមិនមែនជារឿងពិបាកទេរឿងដែលពិបាកគឺឡើងមិនបានចុះមកបានបើមានកូនប្រុសខ្ញុំនឹងប្រដៅកូនខ្ញុំបែបនេះធ្វើឲ្យគេមានទំនុកចិត្តទី1ជឿលើខ្លួនឯងសិនចាំជឿលើគេជាក្រោយទី2ថ្ងៃក្រោយកូននឹងក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់ទី3រឿងនេះកូន